បាទជំរាបសួរបងប្អូនខ្ញុំបានឃើញវីដេអូមួយរបស់ជនជាតិថៃដែលត្រូវបានអ្នកកាសែតទូទួលទៅសម្ភាសដែលពួកគាត់ក៏ជាជនភៀសសឹកដែរគាត់បាននិយាយថាការដែលគាត់ភៀសសឹកមកនេះគឺតំបន់គាត់នឹងអត់មានឃើញខាងរដ្ឋណាមកចោះជួយទេហើយស្បៀងដែលគាត់ផ្គង់ដូចបានមកពីការបរិច្ចាគរបស់ពលរដ្ឋដូចគ្នាឬមួយក៏ពលរដ្ឋដែលរស់នៅក្រៅស្រុកហើយក៏វិខ្ចប់ខ្លះជូនទៅដល់កងទ័ពដែលកំពុងតែប្រយុទ្ធជាមួយខ្មែរយើងដែលថៃឃ្លីពីនយើងដូច្នេះយើងមើលឃើញថាស្បៀងបញ្ហាស្បៀងផ្គត់ផ្គង់ទាំងជនភៀសសឹកទាំងជនទាំងទាហានថៃហ្នឹងក៏ជួបបញ្ហាដែរហើយបើងាកមើលខ្មែរយើងវិញចាប់តាំងពីផ្ទុះសង្គ្រាមលើកទី2នេះយើងឃើញថាមានការសរស័ក្តិសស្រាមគ្នាមែនទែនចំពោះការផ្គត់ផ្គង់ស្បៀងទៅដល់កងទ័ពក៏ដូចជាជនភៀសសឹកនេះវាជាសញ្ញាមួយល្អសម្រាប់ខ្មែរយើងក្នុងការសាមគ្គីភាពគ្នាបានល្អហើយបើទោះបីជាថៃឃ្លានពីយើងក៏ប៉ុន្មានតែมันប្រកាសថាថៃបានមើលគ្រប់ជ្រុងជ្រោយទេជាពិសេសគឺស្បៀងរបស់កងទ័ពឬមួយក៏ស្បៀងរបស់ជនភៀសសឹកដូច្នេះខ្ញុំមើលឃើញថាបើទោះបីជាថៃអួតថាខ្លួនជាប្រទេសស៊ីវិល័យទំនើបជាងខ្មែរក្តីប៉ុន្តែចំណុចខ្លះក៏អាចនឹងអាក្រក់មើលជាងខ្មែរដូចខ្លាំងដូចគ្នាតែខ្មែរយើងឃើញថាការជំនួយស្បៀងមិនថាកងទ័ពមិនថាជនភៀសសឹកគឺបបោហូហៀមែនទេនេះក៏ជាសញ្ញាល្អបំផុតមួយដែរបាទ